បនមេខបូជានិងផ្កាសាមគ្គីវត្តនទីជិតចារាមពីមប្រធ្នួភូមិពីមខុំពីមប្រធ្នួស្រុកកោះស្ទឹងខេត្តកំពង់ចាមអាត្មាភាពខុតយូស្រេងព្រះចៅអធិការវត្តពីមប្រធ្នួលោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្ធធ្វើពិធីបនមេខបូជានិងផ្កាសាមគ្គីដើម្បីបានបច្ច័យកសាងទ្វារព្រះវិហារថ្មីឡើងវិញទាំងអស់និងក្រាលការ៉ូឡាជុំវិញខឿនវេរ៉ង់ដាអាស្រ័យដោយបានជម្រាបជូនខាងលើនេះសូមឯកឧត្តមលោកជំទាវអុកញ៉ាលោកស្រីមន្ត្រីរាជការអាជ្ញាធរពុទ្ធបរិស័ទញាតិញោមជិតឆ្ងាយក្នុងនិងក្រៅប្រទេសមេត្តាជួយរំលែកដល់ការខ្វះខាតតាមសទ្ធាជ្រះថ្លារៀងខ្លួនកម្មវិធីបុណ្យថ្ងៃច័ន្ទ15កើតខែមិញឆ្នាំអាសាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី2ខែកុម្ភៈឆ្នាំ2026វេលាម៉ោង 1:00 នាទីរសៀលជួបជុំពុទ្ធបរិស័ទជិតឆ្ងាយធ្វើបទនមស្ការវេលាម៉ោង 2:00 នាទីរសៀលចម្រើនព្រះបរិត្តប្រារព្ធមេខបូជាវេលាម៉ោង 3:00 នាទីរសៀលនិមន្តព្រះសង្ឃសម្ដែងធម្មទេសនាវេលាម៉ោង 4:00 នាទីរសៀលទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយសជិតឆ្ងាយលុះព្រឹកឡើងថ្ងៃអង្គារ1រោចខែមិញត្រូវនឹងថ្ងៃទី3ខែកុម្ភៈឆ្នាំ2026វេលាម៉ោង 7:00 នាទីព្រឹកប្រគេនជីគូព្រះសង្ឃវេលាម៉ោង 10:30 នាទីព្រឹកវេអង្គផ្កាដាឆ្លងពហុទេវាជាកិច្ចបង្ហោចបុណ្យបញ្ជាក់សុំចង្ហាន់ភេសជ្ជៈតាមសទ្ធាជ្រះថ្លានៅព្រឹកថ្ងៃទី3ខែកុម្ភៈឆ្នាំ2026អ្នកផ្ដើមបុណ្យព្រះគ្រូបញ្ញាសិលញ្ញាណខុតយូស្រេងព្រះចៅអធិការវត្តលោកអាចារ្យគណៈកម្មការអាជ្ញាធរដែនដីពុទ្ធបរិស័ទមន្ត្រីរាជការទំនាក់ទំនងទូរស័ព្ទលេខ012 86 70 92 097 54 19 479ទំនាក់ទំនងគណៈកម្មការ092 46 73 33 097 41 12 373សូមសិរីសួស្តីកើតមានសូមអរព្រះគុណនិងសូមអរគុណ